តោះអ្នកទាំងអស់គ្នាមកមើលពីរបៀបផ្គុំផ្កាទាំងអស់គ្នាចារបៀបបិទផ្ការបៀបកាត់ពុម្ពអីខ្ញុំមានវីដេអូអស់ហើយចាឥឡូវនេះមកមើលរបៀបផ្គុំផ្កាទាំងអស់គ្នាចាអានេះផ្កាដែលយើងបិទហើយតោះឥឡូវយើងមកមើលផ្គុំងាយមែនតើចាយើងកាត់វងกระดาษមូលមកល្មមដើម្បីភ្ជាប់ចាហើយយើងប្រើកាភ្លើងបាញ់កៅបិទពីលើกระดาษពុម្ពមកហើយយើងយកផ្កាដែលយើងបិទរួចយកមកបិទពីលើចានេះមុននឹងយើងគុំហ្នឹងគឺយើងកាត់តម្រូវຂະຫນាតឲ្យអស់ហើយដូចថាផ្កាយើងដាក់5ស្លឹកអញ្ចឹងយើងកាត់ຂະຫນាតប៉ុណ្ណាអីអញ្ចឹងយើងសរេស្រង់ឲ្យហើយបានយើងបិទគ្រាប់ផ្កាហើយយើងមកផ្គុំអញ្ចឹងចាយើងយកមកផ្គុំបញ្ចូលគ្នាអញ្ចឹងចាផ្កានេះខ្ញុំធ្វើ5ស្លាយចាអញ្ចឹងរួចរាល់ហើយកដាលចាយើងលេងម៉ូដកដាលណាចាពេលយើងធ្វើហើយយើងលេងម៉ូដកដាលបន្តិចមកចាហើយដាក់ចូលបងប្អូនឆ្ងល់អត់ហេតុអីបានផ្កាបិទមួយនាងខ្ញុំភ្ជាប់លួសហើយចាការភ្ជាប់លួសហ្នឹងគឺសំខាន់មែនតែនចាព្រោះអីយើងចង់ពុតតម្រងផ្កាយើងចង់ក្តោបក៏បានចង់លាក៏បានស្រេចតែចំណូលចិត្តរបស់យើងតែបើយើងអត់ភ្ជាប់លួសទេយើងពុតអត់កើតទេព្រោះអីប្រភេទស្នោយើងគឺរៀងទន់ណាចាអញ្ចឹងបិទអត់យើងពុតអត់កើតទេចាហើយនេះខ្ញុំប្រើស្គុតរុំជើងហ្នឹងចារុំលួសទៅស្អាតស្រេចចាបើសិនជាបងប្អូនចង់បានប្រភេទស្គុតពណ៌សពណ៌បៃតងខ្ចីបៃតងចាស់ឬមួយក៏ស្នោកាត់ពុម្ពអីខាងផ្កាស្នេហ៍មានលក់ចាតម្លៃវិញអត់ថ្លៃទេចាធូរឯងសម្រាប់ស្នោមាន2ពណ៌មានពណ៌សនិងពណ៌ផ្កាឈូកចាអរគុណ